និស្សិតវ័យ24ឆ្នាំរែកមេដាយ70គ្រឿងឡើងលើវេទិកាកំឡុងពេលរំលោកឡើងទទួលសញ្ញាបត្របញ្ចប់ការសិក្សានិស្សិតវ័យ24ឆ្នាំលោកជិនយៀនវ័យជាជនជាតិចិនមានដើមកំណើតមកពីស្រុកលូឈួនក្នុងខេត្តសានស៊ីបានធ្វើឲ្យមហាជនស្ញែកសរសើរពីការខិតខំប្រឹងប្រែងនិងការតាំងចិត្តរបស់រូបលោកបរិសុទ្ធវ័យ24ឆ្នាំរូបនេះធ្លាប់ទទួលបានមេដាយចំនួន70គ្រឿងដែលមេដាយទាំងអស់នេះសុទ្ធសឹងតែជាមេដាយដែលទទួលបានពីការប្រកួតរត់ម៉ារ៉ាតុងសំណួរសួរថាតើរូបលោកគឺជាអត្តពលិកអាជីពមែនទេចម្លើយគឺរូបលោកមិនមែនជាអត្តពលិកអាជីពនោះទេរូបលោកគឺជានិស្សិតសិក្សានៅសាកលវិទ្យាល័យវិស្វកម្មទេសចរណ៍ស៊ីអានចុះហេតុអីបានជារូបលោកជ្រើសរើសយកការរត់ម៉ារ៉ាតុងជាការពិតណាស់លោកយៀនវ័យបានរៀបរាប់យ៉ាងដូចនេះថាកត្តា2ដែលជំរុញឲ្យរូបលោកចូលរួមក្នុងការប្រកួតម៉ារ៉ាតុងនោះគឺកត្តាទី1ចំណូលចិត្តរូបលោកស្រឡាញ់ការរត់នេះពីព្រោះថាការរត់គឺជាចំណូលចិត្តរបស់រូបលោកតាំងពីក្មេងមកម្លេះកត្តាទី2គ្រួសាររូបលោកបាននិយាយថាការសិក្សាទាមទារឲ្យមានការចំណាយច្រើនដូច្នេះហើយរូបលោកមានតែប្រើចំណូលចិត្តរបស់ខ្លួនដើម្បីបង្កើនចំណូលដើម្បីជួយសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារខ្លួនលោកយៀនវ័យបានឃ្លាតឆ្ងាយពីគ្រួសារឡើងមករៀននៅឯខេត្តសានស៊ីហើយរូបលោកក៏ខានបានទៅលេងស្រុកកំណើតអស់រយៈពេល3ឆ្នាំមកហើយក៏ព្រោះតែរូបលោកផ្ដោតទៅលើការរត់ជារៀងរាល់ថ្ងៃរត់មួយថ្ងៃរូបលោករត់ប្រមាណជា15គីឡូបើគិតទៅមួយឆ្នាំរូបលោករត់ប្រមាណជា7000គីឡូម៉ែត្រលោកយៀនវ័យបានចាប់ផ្ដើមចូលរួមប្រកួតរត់ម៉ារ៉ាតុងដំបូងបង្អស់នៅឆ្នាំ2021ក្រោយៗមករូបលោកក៏តែងតែចូលរួមព្រឹត្តិការណ៍រត់ប្រណាំងផ្សេងទាំងអស់ឲ្យតែមាននៅចុងសប្តាហ៍ទូទាំងប្រទេសចិនតែម្ដងហើយក៏តែងតែឈ្នះការប្រកួតដំបូងដែលរូបលោកឈ្នះមេដាយនោះគឺនៅក្នុងឆ្នាំ2023លោកយៀនវ័យក៏បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រណាំងចម្ងាយ5000ម៉ែត្រនៅក្នុងការប្រកួតនៅក្នុងសាកលវិទ្យាល័យក្នុងខេត្តសានស៊ីលើកទី42ក្នុងឆ្នាំ2023ផងដែរលោកយៀនវ័យក៏ធ្លាប់មានគំនិតចង់បោះបង់ការរត់ចោលផងដែរប៉ុន្តែរូបលោកតែងប្រាប់ខ្លួនឯងថាត្រូវតែបន្តពីព្រោះថាសល់តែមួយជំហានទៀតប៉ុណ្ណោះរូបលោកនឹងទៅដល់គោលដៅហើយត្រូវតែមានជំនឿចិត្តលើខ្លួនឯងលោកយៀនវ័យធ្លាប់បាននិយាយជាសាធារណៈថាអ្នករត់ត្រូវចេះឲ្យកម្លាំងចិត្តខ្លួនឯងការហោញញើសការចាយកម្លាំងមិនធ្វើឲ្យអ្នកខាតបង់ឡើយបន្ទាប់ពីបញ្ចប់ការសិក្សាលោកយៀនវ័យបានប្រកាសប្រាប់គ្រប់គ្នាថារូបលោកនឹងចូលរួមក្នុងផែនការភាគខាងលិចរបស់ប្រទេសចិន China Western Plan ដើម្បីបម្រើសហគមន៍មូលដ្ឋាននៅក្នុងនាមជាអ្នកស្ម័គ្រចិត្តនៅតាមតំបន់ក្រីក្រហើយនៅក្នុងនោះដែរអ្នកលេងតាមបណ្ដាញសង្គមគ្រប់គ្នាបានស្ញើសរសើរថាមេដាយទាំងអស់នេះហើយគឺល្អជាងឯកសារនៃខេត្តបទបញ្ចប់ការសិក្សារបស់លោកទៅទៀតវីដេអូមួយនេះបានបង្រៀនគ្រប់គ្នានិងជាពិសេសទៅកាន់បងប្អូនថាសូមកុំចោលក្តីសម័យត្រូវតែបង្កើតក្តីស្រមៃហើយទាញក្តីសម័យដើម្បីរកចំណូលដើម្បីជួយខ្លួនឯងមានតែខ្លួនឯងទេដែលត្រូវតែផ្ដល់កម្លាំងចិត្តលើខ្លួនឯងដោយលោកយៀនវ័យបានលើកឡើងចឹងការហោញញើសការចាយកម្លាំងមិនធ្វើឲ្យអ្នកខាតបង់ឡើយដូច្នេះហើយមានតែការសិក្សាទេដែលជំរុញឲ្យបងប្អូនសម្រេចនៅក្តីសម័យខ្លួនឯង